bà sẽ một ôn nick tẹt tôn từ năng video và từ lời cả cầm nót và cả copy và dân chọn bàn là bà cả cầm nót bà cả copy vì bà mà tré từ một tré làm bây giờ về tiếng hay vì từ tao vậy để dân cầm nót chẳng dân biên pi tré bà tré thì mũi cái hai ta cassette tré bà cassette tré ní u thôi là dân đạn bà dân đã cả đà ram cả A4 dân từ bà chẳng dân chọn bàn rồi vì bà tré thì mũi nó cứ bà dân bà copy máu quy trình bàขนาด A4 ยังទៅbàហើយបន្ទាប់មកគឺຂนาดbà A3 គឺយើងដាក់bà cassette tray ទី2បាទយើងកំណត់បាទបែបម៉េចដើម្បីវាបាទបែងចែកគ្នាឲ្យបានច្បាស់លាស់អញ្ចឹងបាទអញ្ចឹងបងប្អូនមកមើលបាទតាក់ទងទៅនឹងបាទការកំណត់បាទយើងតិចតួចបាទហើយនឹងរបៀបបាទចុចយកបាទតាក់ទងទៅនឹងការកំណត់ចំនួនបាទហើយនឹងការ copy បាទទៅលើបាទ color ឬសខ្មៅអញ្ចឹងបងប្អូនណាបាទអញ្ចឹងយើងចូលមកបាទមកកន្លែង copy មកបាទយើងចុចចូលទៅបាទហើយយើងដាក់ឯកសារទៅបាទនេះគឺដាក់ឯកសារនេះខ្ញុំដាក់ຂະຫນាត A3 បាទអញ្ចឹងយើងគ្រាន់តែតេស្តមើលទេបាទហើយបង្ហាញឲ្យបងប្អូនបានដឹងបានយល់អញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលយើងបាទដាក់กระดาษហើយបាទយើងចូលទៅចុចបាទនេះយើងចូលទៅចុចបាទតាក់ទងទៅនឹងកន្លែង copy ពបមកបាទបន្តមកគឺបាទអ្វីដែលយើងត្រូវធ្វើទី1គឺកន្លែងនេះ document size នេះគឺយើងចុចចូលពបមកបាទចុចចូលយើងដាក់ A4 មកបាទហើយកន្លែងនេះបាទហើយបន្តមកយើងចូលមកកន្លែងនេះបាទចូលមក paper source នេះបាទ soft ហើយចុចទៅលើវាពបមកយើងយកឡើងនេះបាទខាងក្រោមបាទយើងយកដាក់មកនេះបាទដាក់ពបមកបាទអញ្ចឹងកាសែតទី1បាទកាសែតទី1យើង copy ទៅលើຂະຫນាត A4 បាទអញ្ចឹងបាទអញ្ចឹងអានេះចំនួនដែលយើងចង់បានបាទចំនួនចង់បានឧទាហរណ៍យើងដាក់បាទ10អញ្ចឹងទៅបាទនេះបាទ10អញ្ចឹងទៅហើយយើងចុចបាទរូបនេះមកដិបមកគឺបាទចំនួន10ហើយយើងចង់ចូលទៅកែវិញចុចទៅលើវាកណ្ដាលមកបាទនេះបាទហើយយើងដាក់ឧទាហរណ៍ដែលយើងចង់បាន2ស្លឹកបាទនេះបាទពបមកបាទគឺវាចេញប៉ុណ្ណេះបាទហើយបន្ទាប់មកគឺទៀតបាទហើយយើងគ្រាន់ចុចអុកបាទនេះមក enter មកបាទគឺវាចេញបែបនេះហើយអញ្ចឹងបាទកាសែតទី1បាទហើយនឹងបាទចំនួនហើយនឹងបាទតាក់ទងទៅនឹងຂະຫນាតបាទអញ្ចឹងណាហើយនេះគឺបាទតាក់ទងទៅនឹងបាទ color ឬសខ្មៅយើងចង់បានបាទ copy color យើងយក color មកបាទនេះបាទយើងឧទាហរណ៍ថាខ្ញុំយក color បាទនេះបាទយើងតាក់ទងទៅនឹងបាទកន្លែងនេះគឺវានឹងអូសបាទតាក់ទងទៅនឹងกระดาษ A4 មកបាទអញ្ចឹងណាបាទអានេះយើងមានការកំណត់បន្តិចតួចបាទតាក់ទងទៅនឹងយើងអត់ពិបាកទេយើងគ្រាន់តែថាយើងដឹងពីវាទៅយើងចូលទៅធ្វើប៉ុបលឿនទេបាទអញ្ចឹងណាបាទនេះគឺមកបាទចំនួន2ស្លឹកបាទតាក់ទងទៅនឹងបាទការ copy បាទកាសែត1បាទហើយនឹងຂະຫນាត A4 បាទអញ្ចឹងគឺវាទាញមកបាទกระดาษបាទຂະຫນាត A4 បងប្អូនណាបាទនេះអញ្ចឹងអូសមកទៀតវាអត់អូសខាងក្រោមទេបាទចាំមើលទៀតខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងទៅនឹងបាទខ្ញុំសេរីដាក់វាទៅជាបាទកាសែត2 copy A3 បាទអញ្ចឹងបាទបងប្អូនចាំមើលបាទចាំមើលกระดาษຂະຫນាតហ្នឹងគឺវាទាញអត់bằngអញ្ចឹងបាទអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺយើងចូលទៅដូរវាមកបាទយើងគ្រាន់តែដូរនេះទេដូរចុចចូលដូរវាពបមកបាទយើងយកបាទនេះដាក់ធូនេះបាទធូហើយ A3 មកពបមកបាទហើយនេះយើងដូរវាទៅជា A3 មកបាទនេះបាទនេះចំនួនដែលយើងចង់បានមកបាទចង់បានប្រមាណឧទាហរណ៍ថាមួយស្លឹកបាទមួយស្លឹក enter ពបមកជាប់បាទអញ្ចឹងបងប្អូនចាំមើលกระดาษហ្នឹងវាទាញបាទពីខាងក្រោមអត់បងណាបាទនេះអានេះកាសែតទី2បាទកាសែតទី2បាទអញ្ចឹងណាបាទអញ្ចឹងអានេះគឺបាទ color បាទសខ្មៅអញ្ចឹងអ្វីដែលយើងត្រូវចុចតែប៉ុណ្្នឹងឯងចុចតែបើសិនជា copy យើងចុចតែ copy ប៉ុណ្្នឹងឯងបាទ color សខ្មៅតែប៉ុណ្្នឹងហើយនឹងចំនួនដែលដាក់ហ្នឹងបង្ហាញតែប៉ុណ្្នឹងគឺអស់ហើយនេះកន្លែងបិទបើកបាទតែប៉ុណ្្នឹងឯងអញ្ចឹងឥឡូវយើងមកដល់កន្លែងនេះវិញអញ្ចឹងខ្ញុំបានកំណត់ហើយបាទកាសែត2នេះបាទកាសែត2ហើយនឹងຂະຫນាត A3 បាទអញ្ចឹងខ្ញុំយកបាទតាក់ទងទៅនឹងបាទសខ្មៅបាទអញ្ចឹងណាបាទនេះបាទបងប្អូនមើលចាំមើលវាទាញទៅបាទនេះបាទនេះវាទាញទៅបងប្អូនបាទនេះអញ្ចឹងមកហើយបាទនេះសខ្មៅបាទសខ្មៅបាទហ្នឹងបាទអញ្ចឹងគឺវាចេញមកហើយអញ្ចឹងខ្ញុំដាក់ចង់បាន color ចុចចូល color ទៀតមកហើយចំនួនដែលយើងចង់បានតាមនឹងទៀតបងប្អូនណាបាទអញ្ចឹងតាក់ទងទៅនឹងវីដេអូបាទរបៀបបាទការកំណត់បាទឲ្យវាទាញຂະຫນាត A3 ຂະຫນាត A4 ទៅតាមកាសែតនីមួយគឺមានតែប៉ុណ្្នឹងបាទអញ្ចឹង
បងប្អូនបាទមានចម្ងល់ឬក៏ស្ទុះបងអាចសាកសួរបន្ថែមទៀតបានឬក៏មិននៅខាងក្រោមបាទអូខេអរគុណច្រើនបាទនេះគឺវាចេញមកហើយបាទ